តើប្រៀបស៊ីពងមាន់បានទេបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមួយឆ្នាំជាងហើយទើបខ្ញុំឲ្យស៊ីពងមាន់ម្ដងទេបងប្អូនថ្មីឃើញហើយfollow ដើម្បីបានវីដេអូថ្មីអំពីរបៀបចិញ្ចឹមប្រៀបនិង share ឲ្យបងប្អូនយើងដែលចិញ្ចឹមប្រៀបដឹងផងហើយបើមានចម្ងល់អី comment នៅក្នុងវីដេអូមកអ្វីដែលខ្ញុំដឹងខ្ញុំនឹងឆ្លើយតបជូនបងប្អូនតាមពិតខ្ញុំមិនធ្លាប់ដាក់ទេពងមាន់បងប្អូននេះក៏ដែលខ្ញុំធ្វើវីដេអូឲ្យបងប្អូនមើលទេបងប្អូនដឹងហើយនៅក្នុងពងមាន់គឺវាមានជាតិពៅមានប្រូតេអ៊ីនមានជាតិខ្លាញ់ច្រើនអីចឹងណាបងប្អូនប៉ុន្តែសម្រាប់សត្វព្រាបវាអត់ត្រូវការពងមាន់នេះទេបងប្អូនពងមាន់វាអាចធ្វើឲ្យព្រាបយើងថត់មេបាព្រាបនឹងថត់ហើយវាពងយឺតបងប្អូនពងមាន់វាមានពៅវាមានពៅដល់សត្វផ្សេងប៉ុន្តែសម្រាប់ព្រាបគឺស៊ីពងមាន់ស្រស់វាអាចនឹងឆ្លងមេរោគច្រើនព្រោះអីពងមាន់ស្រស់វាមានបាក់តេរីហើយព្រាបយើងវាពេលដែលវាស៊ីពងមាន់ចូលទៅគឺវាបាក់រំលាយអាហារនិងធ្វើឲ្យកាពះព្រាបមានបញ្ហាដែរបងប្អូនបើយើងដាក់ច្រើនញឹកញាប់ពេកគឺមានបញ្ហាដល់ព្រាបអញ្ចឹងមួយឆ្នាំអីបើបងប្អូនចង់ឲ្យស៊ីសាប៊ូពងមាន់បងប្អូនអាចដាក់ឲ្យស៊ីម្ដងហើយឬក៏មិនចាំបាច់ក៏បានបងប្អូនបើបងប្អូនយើងអ្នកថ្មីអ្នកចិញ្ចឹមព្រាបដែលចង់ឲ្យព្រាបពងច្រើនបងប្អូនខិនតែដាក់ស្រូវពោតសណ្តែកសៀងសណ្តែកបាយអីហ្នឹងបងប្អូនហើយមានទឹកឲ្យផឹកគ្រប់គ្រាន់ហើយមួយអាទិត្យហ្នឹងមានវីតាមីនដាក់លាយឲ្យវាផឹកម្ដងទៅបងប្អូនវានឹងរោមវានឹងភ្លឺថ្លាហើយវានឹងពងបានច្រើនហើយសំខាន់គឺចំណីរបស់វាហើយនឹងទឹកហ្នឹងគឺឲ្យបានគ្រប់គ្រាន់កុំឲ្យដាច់បងប្អូនហើយនៅមានកត្តាមួយទៀតគឺឲ្យព្រាបយើងមានសភាពស្ងប់ស្ងាត់ឲ្យកុំឲ្យមានឆ្មាឆ្កែឬមួយក៏សំឡេងបាសអីដែលរំខានវាហ្នឹងគឺធ្វើឲ្យវាផ្អើលហើយវាមានបញ្ហាដល់ពងអាហ្នឹងបញ្ហាដល់ពងមិនអីវាផ្អើលវាភ័យវារត់បាត់ចេញពីផ្ទះហ្មងបងប្អូនពាក់ព័ន្ធនឹងរឿងចិញ្ចឹមព្រាបនេះបងប្អូនមានចម្ងល់អាច comment មកក្នុងវីដេអូបានពេលណាដែលខ្ញុំចេះដែលខ្ញុំដឹងហើយខ្ញុំនឹងអាចតបតាម comment របស់បងប្អូននឹងសូមអធិស្ឋានដល់បងប្អូនដែលគាត់ឆាតមករកពូជព្រាបខ្ញុំអត់តបក្នុងតាម comment ទេបងប្អូនព្រោះអីខ្ញុំមិនមានព្រាបសម្រាប់ចែកឲ្យបងប្អូនទេក្នុងពេលនេះខ្ញុំគ្រាន់តែបង្ហាញសត្វព្រាបហើយនឹងរបៀបចិញ្ចឹមព្រាបឲ្យបងប្អូនទស្សនាកំសាន្ត